ពាក្យទី1គឺពាក្យ polite and polite អូខេអានថា polite polite បាទ polite បកប្រែភាសាខ្មែរថាសុភាពរាបសារឬក៏ត្រឹមត្រូវអូខេឬក៏ថ្លៃថ្នូរអូខេអញ្ចឹង polite បកប្រែថាសុភាពរាបសារឬក៏ថ្លៃថ្នូរអូខេអូខេផ្ទុយជាមួយនឹងពាក្យ rude rude បកប្រែអានថា rude រោដាក់ស្អ៊ូ rude ដល់ rude អានថា rude អូខេបកប្រែថាឆ្លើយឬក៏មិនថ្លៃថ្នូរអញ្ចឹងទៅអូខេអញ្ចឹង rude បកប្រែថាឆ្លើយឬក៏មិនថ្លៃថ្នូរផ្ទុយនឹងពាក្យ polite តាមពិត polite មានគុណនាមមួយទៀតដែលផ្ទុយនឹងពាក្យ polite បកប្រែថា impolite ថា impolite អូខេអញ្ចឹង impolite ផ្ទុយនឹងពាក្យ polite ប៉ុន្តែយើងចេះពាក្យពីរថ្ងៃនេះពាក្យ polite មួយនិងពាក្យ rude មួយអូខេ full អានថា full អានថា full បកប្រែថាពេញអូខេ full បកប្រែថាពេញដូចជាកែវនេះគឺមានទឹកពេញមានទឹកក្រូចពេញផ្ទុយជាមួយនឹងពាក្យ empty អានថា empty ណា empty empty អូខេបកប្រែថាទទេអូខេទទេឬក៏គ្មានអូខេអញ្ចឹង empty មួយកែវនេះគឺកែវទទេអូខេអញ្ចឹង full បកប្រែថាពេញណាផ្ទុយនឹងពាក្យ empty អូខេកែវទទេគេហៅ empty glass អូខេ full ក៏បកប្រែថាឆ្អែតបានដែរពេលខ្លះអូខេ sweet អូខេ sweet អានថា sweet sweet អូខេ sweet បកប្រែថាផ្អែមអូខេដូចនំនេះសុទ្ធតែនំផ្អែមឆ្ងាញ់អូខេផ្ទុយនឹងពាក្យ sour អានថា sour តែពិត sour ទេប៉ុន្តែដល់ពេលអានsour ខាងក្រោយទៅជា ver ទៅអានថា sour sour អូខេបកប្រែថាជូរអូខេមើលមុខគាត់ជូរគាត់តែមើលមុខគាត់ចង់លើកទឹកមាត់ដែរណា sour បកប្រែថាជូរផ្ទុយនឹងពាក្យ sweet បងប្អូនដែលធ្លាប់ឮសាឡម្ជូរទេសាឡម្ជូរគឺ sour soup អូខេចុះសាឡម្ជូរយួនគេហៅថា Vietnamese sour soup អូខេ Vietnamese sour soup អូខេ sour soup បកប្រែថាសម្លម្ជូរអញ្ចឹង sour បកប្រែថាជូរផ្ទុយនឹងពាក្យ sweet បកប្រែថាផ្អែមអូខេ heavy អានថា heavy 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 បកប្រែថាធ្ងន់អូខេធ្ងន់បើនិយាយពីទម្ងន់អូខេបើនិយាយពីភ្លៀងគេហៅថាខ្លាំង heavy rain អញ្ចឹងភ្លៀងខ្លាំងអូខេ today it rain heavily heavily ជា adverb ឡើងនឹងវិញអូខេអញ្ចឹងឥឡូវខ្ញុំយល់តែនឹងចុះ heavy បកប្រែថាធ្ងន់ឬក៏ខ្លាំងឧទាហរណ៍ heavy rock អូខេថ្មដ៏ធ្ងន់ heavy rain ទៅថាភ្លៀងខ្លាំងអូខេអញ្ចឹង heavy បកប្រែធ្ងន់ឬក៏ខ្លាំងអូខេអញ្ចឹងមើលគាត់កំពុងតលីធ្ងន់មែនតើផ្ទុយនឹងពាក្យស្រាលពាក្យស្រាលថាម៉េចបងប្អូនគ្នាស្រាលបកប្រែអានថា light គឺ light អូខេអានថា light អានតាមខ្ញុំ light បាទបកប្រែថាស្រាលអ្នកខ្លះបកប្រែថា light បកប្រែថាភ្លើងក៏បានដែរមែនទេបកប្រែថាចង្គៀងក៏បានដែរមែនទេពេលខ្លះអ្នកខ្លះបកប្រែថាអំពូលក៏បានដែរមែនទេអញ្ចឹង light បកប្រែថាស្រាលកន្លែងនេះជាគុណនាមផ្ទុយនឹងពាក្យ heavy ធ្ងន់ light ស្រាលអូខេមិនគាត់លើកអានេះអត់មានធ្ងន់សោះតាមពិតជ័រអូខេអញ្ចឹងបានជាស្រាលអញ្ចឹងស្រាលផ្ទុយនឹងធ្ងន់ណា heavy ផ្ទុយនឹងពាក្យ light អ្នកខ្លះអត់ទាន់ដែលដឹងថាពាក្យស្រាលថាម៉េចទេអញ្ចឹងថ្ងៃនេះយើងរៀនពាក្យថ្មីមួយគឺពាក្យស្រាល heavy ខ្ញុំជឿថាអ្នករៀនភាសាអង់គ្លេសជាទូទៅធ្លាប់ដឹងហើយ hard អានថា hard ស្តៀងនឹងហាត់បេះដូង hard បកប្រែថារឹងក្បាលរឹងគឺថាម៉េច
bà rừng ta hard head ok chẳng rừng hard tôi nâng pía tuấn an thá soft tôi nâng pía soft chẳng hard tôi nâng pía soft an thá soft 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 ok bỏ ra thá tuần nhé ok chẳng buộc nâng tuần chẳng tôi nâng thmò rừng ok chẳng thmò cứ rừng mà là hạt chỗ này buộc tuần cứ bỏ ra thá soft ok chẳng số bài tuần plốn có bỏ ra thá soft đài mình ta phiếp tuần này là bỏ ai mùi để xong đây tuần plốn cũng thá soft đài ok chẳng phiếp tuần plốn có soft đài ok chẳng soft bỏ ra thá tuần plốn được có tuần nhé tired an thá tired ok rồi có an chọc như tired ok tired bỏ ra thá hot rồi có cầm lăng ok tired rồi thá hot rồi có cầm lăng tôi nâng pía energetic ok energetic bỏ ra thá srác srái rồi có miên thám một pull ok chẳng energetic ok nhưng con này ở cầm lăng đó là I am tired today nhưng ở cầm lăng đó là ngày này I am tired today I am so tired today nhưng ở cầm lăng đó là ok energetic bộ bài thá srác sráiឬក៏ប្រកបដោយថាមពលខ្ញុំថ្ងៃនេះឧទាហរណ៍ថ្ងៃនេះទៅថ្ងៃយើងងុំទៅលេងនៅគ្រីរុំដល់គ្រីរុំស្រាប់មានអារម្មណ៍ថាត្រជាក់ស្រួលខ្លួនហើយមានអារម្មណ៍ថាមានថាមពលមានកម្លាំងគេប្រាប់ថា I am so energetic today អូខេអរគ្នាមានដែរថ្ងៃខ្លះងើបពីព្រលឹមមានកម្លាំងគឺថាមានកម្លាំងមានភាពស្រស់ស្រាយមែនតើណាអាហ្នឹងគេហៅថា energetic អូខេអញ្ចឹងមានកម្លាំងឬមានអារម្មណ៍ថាស្រស់ស្រាយដល់នេះ I am so fresh today I am so energetic today fresh មានន័យថាស្រស់ស្រាយប៉ុន្តែ energetic សំដៅទៅលើកម្លាំងផងថាមពលផងនិងភាពស្រស់ស្រាយផងអូខេអញ្ចឹង energetic បើប្រែថាស្រស់ស្រាយឬក៏មានកម្លាំងឬក៏មានថាមពលចំណែក tired គឺអស់កម្លាំង